ជំពូកទី7ក្រោយនោះមកព្រះយេស៊ូវទ្រង់យាងនៅតែក្នុងស្រុកកាលីលេប៉ុណ្ណោះទ្រង់មិនសពព្រះハរតីនឹងយាងក្នុងស្រុកយូដាទេពីព្រោះសាសយូដារកសម្លាប់ទ្រង់រីឯបុណ្យរបស់សាសយូដាដែលហៅថាបុណ្យបារមនោះជិតដល់ហើយដូច្នេះពួកប្អូនទ្រង់ទូលថាចូលចេញពីទីនេះទៅឯស្រុកយូដាទៅដើម្បីឲ្យពួកសិស្សរបស់បងបានឃើញការដែលបងធ្វើផងត្បិតអ្នកណាដែលចង់ឲ្យគេស្គាល់ខ្លួននោះមិនដែលធ្វើការដោយសម្ងាត់ទេបើបងធ្វើការទាំងនេះចូលសម្ដែងខ្លួនឲ្យមនុស្សលោកស្គាល់ដែរត្បិតពួកប្អូនទ្រង់មិនបានជឿដល់ទ្រង់ទេដូច្នេះព្រះយេស៊ូវមានបន្ទូលតបថាឯពេលវេលារបស់ឯងរាល់គ្នានោះចេះតែមានជានិច្ចតែពេលវេលារបស់អញមិនទាន់ដល់នៅឡើយលោកីពុំអាចនឹងស្អប់ឯងរាល់គ្នាបានទេតែគេស្អប់អញវិញពីព្រោះអញធ្វើបន្តពីគេថាការគេប្រព្រឹត្តសុទ្ធតែអាក្រក់ចូលឯងរាល់គ្នាឡើងទៅឯបុណ្យនេះចុះឯអញមិនទាន់ទៅទេព្រោះកំណត់អញមិនទាន់សម្រេចនៅឡើយកាលទ្រង់មានបន្ទូលសេចក្តីទាំងនោះរួចហើយនោះក៏គង់នៅស្រុកកាលីលេដដែលប៉ុន្តែកាលពួកប្អូនទ្រង់ឡើងទៅឯបុណ្យនោះផុតហើយនោះទ្រង់ក៏យាងទៅដែរតែមិនទៅជាមួយនឹងអ្នកណាទេគឺទៅដោយសម្ងាត់វិញរីឯពួកសាសយូដាគេស៊ូរកទ្រង់នៅឯបុណ្យថាតើលោកនៅឯណាហើយក្នុងប្អូនមនុស្សក៏ឮខ្សឹបខ្សៀវពីដំណើរទ្រង់ជាច្រើនខ្លះថាលោកជាមនុស្សល្អខ្លះទៀតថាទេអ្នកនោះជាអ្នកបញ្ឆោតប្រជាជនទេតាប៉ុន្តែគ្មានអ្នកណាហ៊ាននិយាយពីដំណើរទ្រង់ឲ្យបណ្ដាជនដឹងឡើយព្រោះខ្លាចសាសយូដានៅពាក់កណ្ដាលពីលបុណ្យនោះព្រះយេស៊ូវទ្រង់ឡើងទៅបង្រៀនក្នុងព្រះវិហារហើយពួកសាសយូដានឹកឆ្ងល់ថាធ្វើដូចម្ដេចឲ្យអ្នកនេះចេះគម្ពីរដូច្នេះពីព្រោះគាត់មិនដែលរៀនសូត្រសោះព្រះយេស៊ូវមានបន្ទូលឆ្លើយថាសេចក្តីដែលខ្ញុំបង្រៀននេះមិនមែនជារបស់ខ្ញុំទេគឺជារបស់ផងព្រះដែលចាត់ឲ្យខ្ញុំមកនោះវិញបើអ្នកណាចង់ធ្វើតាមព្រះハរតីទ្រង់នោះនឹងបានដឹងជាសេចក្តីបង្រៀននេះមកពីព្រះឬជាខ្ញុំនិយាយដោយអាងខ្លួនខ្ញុំអ្នកណាដែលនិយាយដោយអាងខ្លួនឯងនោះចង់តែលើកដំកើងដល់ខ្លួនទីតែអ្នកណាដែលចង់លើកដំកើងថ្វាយព្រះដែលចាត់ឲ្យខ្លួនមកនោះទៅពិតវិញហើយឥតមានសេចក្តីទុច្ចរិតណានៅក្នុងខ្លួនឡើយឯលោកម៉ូសេតើមិនបានឲ្យក្រឹតវិន័យមកអ្នករាល់គ្នាទេឬអីប៉ុន្តែក្នុងពួកអ្នករាល់គ្នាគ្មានអ្នកណាមួយប្រព្រឹត្តតាមក្រឹតវិន័យនោះទេហេតុអ្វីបានជាអ្នករាល់គ្នារកសម្លាប់ខ្ញុំដូច្នេះប្អូនមនុស្សក៏ឆ្លើយឡើងថាអ្នកឯងមានអារៈចូលទេតើមានអ្នកណារកសម្លាប់ឯងព្រះយេស៊ូវមានបន្ទូលទៅគេថាខ្ញុំបានធ្វើការមួយហើយអ្នករាល់គ្នាមានសេចក្តីអស្ចារ្យទាំងអស់គ្នាលោកម៉ូសេក៏ឲ្យពិធីកាត់ស្បែកមកអ្នករាល់គ្នាមិនមែនថាកើតពីលោកម៉ូសេទេគឺពីពួកអាយាយកូវិញហើយអ្នករាល់គ្នាកាត់ស្បែកឲ្យមនុស្សនៅថ្ងៃឈប់សម្រាកផងដូច្នេះបើមនុស្សទទួលកាត់ស្បែកនៅថ្ងៃឈប់សម្រាកដើម្បីមិនឲ្យរំលងក្រឹតវិន័យរបស់លោកម៉ូសេនោះតើអ្នករាល់គ្នាខឹងនឹងខ្ញុំដោយព្រោះខ្ញុំបានធ្វើឲ្យមនុស្សម្នាក់បានជាស្រឡះនៅថ្ងៃឈប់សម្រាកឬអីកុំឲ្យជំនុំជម្រះតាមភាពដែលមើលតែខាងក្រៅឡើយត្រូវជំនុំជម្រះតាមសេចក្តីសុចរិតវិញនោះមានពួកក្រុងយេរូសាឡឹមខ្លះនិយាយថាគឺអ្នកនេះទេដែលគេរកសម្លាប់នោះហើយមើលគាត់និយាយនៅកណ្ដោចំណោមតែគ្មានអ្នកណាថាអ្វីសោះតើពួកណាមានបានយល់ឃើញហើយថាអ្នកនេះជាព្រះគ្រីស្ទមែនឬអីឯអ្នកនេះយើងដឹងជាមកពីណាតែព្រះគ្រីស្ទវិញកាលណាទ្រង់យាងមកនោះគ្មានអ្នកណាដឹងជាមកពីណាទេដូច្នេះកំពុងដែលព្រះយេស៊ូវបង្រៀនក្នុងព្រះវិហារនោះក៏បន្លឺឧទ្យានប្រកាសឡើងថាអ្នករាល់គ្នាស្គាល់ខ្ញុំហើយដឹងជាខ្ញុំមកពីណាថងតែខ្ញុំមិនបានមកដោយអាងខ្លួនខ្ញុំទេឯព្រះដែលចាត់ឲ្យខ្ញុំមកទ្រង់ពិតត្រង់ហើយអ្នករាល់គ្នាមិនស្គាល់ទ្រង់ទេតែខ្ញុំស្គាល់ទ្រង់ពីព្រោះខ្ញុំមកពីទ្រង់គឺទ្រង់ពិតដែលចាត់ឲ្យខ្ញុំមកដូច្នេះគេរកចាប់ទ្រង់ប៉ុន្តែគ្មានអ្នកណាលូកដៃទៅចាប់សោះព្រោះកំណត់ទ្រង់មិនទាន់មកដល់នៅឡើយនៅក្នុងបណ្ដាមនុស្សនោះ
មានគ្នាច្រើនបានជឿដល់ទ្រង់ហើយគេនិយាយថាកាលណាព្រះគ្រីស្ទមកតើទ្រង់នឹងធ្វើទីសម្គាល់ច្រើនជាងលោកនេះឬអីឯពួកផារីស៊ីក៏ឮគេខ្សឹបខ្សៀវរឿងទាំងនេះពីទ្រង់រួចពួកសំគ្រាកនិងពួកផារីស៊ីគេចាត់ពួកអាជ្ញាឲ្យទៅចាប់ទ្រង់ដូច្នេះព្រះយេស៊ូវមានបន្ទូលទៅគេថាខ្ញុំនៅជាមួយអ្នករាល់គ្នាតែបន្តិចទៀតទេរួចខ្ញុំទៅឯព្រះដែលចាត់ឲ្យខ្ញុំមកនោះវិញអ្នករាល់គ្នានឹងរកខ្ញុំតែរកមិនឃើញទេហើយកន្លែងដែលខ្ញុំទៅនោះអ្នករាល់គ្នាពុំអាចនឹងទៅបានឡើយនោះពួកសាសយូដានិយាយគ្នាគេថាតើអ្នកនេះគិតទៅឯណាដែលយើងនឹងរកមិនឃើញតើគិតទៅឯពួកអ្នកខ្ចាត់ខ្ចាយក្នុងសាសក្រិចដើម្បីនឹងបង្រៀងដល់សាសនោះឬអីពាក្យដែលគាត់ថាអ្នករាល់គ្នានឹងរកខ្ញុំតែរកមិនឃើញទេហើយថាកន្លែងដែលខ្ញុំទៅអ្នករាល់គ្នាពុំអាចនឹងទៅបានទេនេះតើមានន័យដូចម្ដេចនៅថ្ងៃក្រោយបង្អស់ជាថ្ងៃបុណ្យយ៉ាងសំខាន់នោះព្រះយេស៊ូវទ្រង់ឈរបន្លឺឧទ្យានប្រកាសឡើងថាបើអ្នកណាស្រេះហាយចូលឲ្យអ្នកនោះមកឯខ្ញុំហើយផឹកចុះអ្នកណាដែលជឿដល់ខ្ញុំនោះនឹងមានទន្លេទឹករស់ហូរចេញពីពោះខ្លួនមកដូចជាគម្ពីរសម្ដែងហើយតែសេចក្តីនេះគឺទ្រង់មានបន្ទូលពីព្រះវិញ្ញាណដែលអស់អ្នកជឿដល់ទ្រង់នឹងត្រូវទទួលត្បិតព្រះវិញ្ញាណបរិសុទ្ធមិនទាន់យាងមកដោយព្រោះព្រះយេស៊ូវមិនទាន់បានដំកើងឡើងនៅឡើយដូច្នេះកាលបណ្ដាមនុស្សបានឮនោះមានគ្នាច្រើននិយាយថាលោកនេះពិតប្រាកដជាហោរានោះហើយខ្លះទៀតថានេះជាព្រះគ្រីស្ទហើយខ្លះទៀតថាចុះព្រះគ្រីស្ទយាងមកពីស្រុកកាលីលេដែរឬតើគម្ពីរមិនថាព្រះគ្រីស្ទត្រូវកើតពីព្រះវង្សលោកដាវីតហើយក៏យាងមកពីភូមិបេតលេហែមជាកន្លែងដែលលោកដាវីតបានគង់នៅដែរឬទេដូច្នេះគេក៏បាក់បែកទោសគ្នាដោយព្រោះទ្រង់មានខ្លះចង់ចាប់ទ្រង់តែគ្មានអ្នកណាលូកដៃទៅចាប់សោះនោះពួកអាជ្ញាក៏ត្រឡប់ទៅឯពួកសង្គ្រាចនិងពួកផារីស៊ីវិញលោកទាំងនោះសួរគេថាហេតុអ្វីបានជាមិនចាប់អ្នកនោះមកពួកអាជ្ញាឆ្លើយថាមិនដែលមានអ្នកណានិយាយដូចអ្នកនោះទេដូច្នេះពួកផារីស៊ីស្ដីឲ្យគេថាអ្នករាល់គ្នាត្រូវបញ្ឆោតដែរឬតើមានអ្នកណាក្នុងពួកណាមានឬក្នុងពួកផារីស៊ីដែលជឿដល់អ្នកនោះឬឯប្អូនមនុស្សនេះដែលមិនស្គាល់ក្រឹតវិន័យគេជាមនុស្សត្រូវបណ្ដាស់វិញឯលោកនីកូដែមជាអ្នកមកឯទ្រង់ទាំងយប់ដែលជាពួកផារីស៊ីដែរលោកនិយាយទៅគេថាតើក្រឹតវិន័យយើងកាត់ទោសដល់មនុស្សណាមុនដែលបានឮពាក្យចម្លើយពីខ្លួនអ្នកនោះហើយដិនជាធ្វើខុសយ៉ាងណាឬអីនោះគេឆ្លើយទៅលោកថាតើលោកមកពីស្រុកកាលីលេដែរឬចូលពិចារណាមើលចុះឥតមានហោរាណាកើតមកពីស្រុកកាលីលេឡើយគេក៏ត្រឡប់ទៅផ្ទះវិញរៀងខ្លួនតែព្រះយេស៊ូវទ្រង់យាងទៅឯភ្លុំដើមអូលីបវិញ